សម្រាប់បងប្អូនចូលចិត្តញ៉ាំបាយឆាមីឆាលតឆាតាមផ្លូវអីខ្ញុំរីកមិនឲ្យអ្នកនរគ្នាអាចមកសាញ៉ាំនៅកន្លែងខាងបងប្រុសដែលគាត់លក់នៅខាងមាត់ទន្លេហើយសម្រាប់កន្លែងរបស់គាត់ឈ្មោះថា09លតឆាមីឆាបាយឆាហើយអ្នកនរគ្នាណែរស់នៅខាងតាខ្មៅគឺច្បាស់ជាស្គាល់កន្លែងរបស់បងប្រុសហើយពីព្រោះគាត់លក់នៅទីនេះហើយយូរហើយអ្នកទាំងអស់គ្នាហើយសម្រាប់ការឆារបស់គាត់និយាយទៅគឺគាត់ប៉ិនមែនតើរសជាតិឆ្ងាញ់ហើយប្រភេទដែលបងប្អូនដែលចូលចិត្តគឺខ្លាំងគឺមីឆាកន្លែងរបស់គាត់និយមមែនតើជាមួយនឹងមីឆាបាយឆាលតឆាហើយសម្រាប់សាច់របស់គាត់ឆាសផ្សេងគ្នា3 4ខ្ទះនៅកន្លែងហ្នឹងសឹងតែមិនតាន់ហើយជាប្រភេទទឹកសូសរបស់គាត់តែឆ្ងាញ់ដូចជាម្ទេសឆារបស់គាត់គឺគាត់ឆាផ្ទាល់ដៃរបស់គាត់ល្មមឆ្ងាញ់ហើយហឹលហើយអ្នកនរគ្នាពេលដែលគាត់យកប្រភេទជាសាច់គោរបស់គាត់និយាយទៅមុនតែគាត់ដាក់នៅក្នុងបាយឆាលតឆាមីឆារបស់គាត់គឺគាត់ឆាលក្ខណៈជាមួយគ្រឿងឲ្យវាចូលជាតិតមកបានគាត់យកមកឆាមីហើយដាក់ចូលជាមួយនឹងមីឆារបស់គាត់ហើយដល់ពេលយើងញ៉ាំទៅរសជាតិជាមួយនឹងសាច់គោគឺវាឆ្ងាញ់មានជាតិនៅក្នុងហ្នឹងហើយអ្នកនរគ្នាគិតតម្លៃត្រឹមតែ6-7ពាន់ប៉ុន្តែមានសាច់ប៉ាតេពងទាសាច់គោអញ្ចឹងទៅនៅក្នុងហ្នឹងហើយតម្លៃប៉ុណ្នេះខ្ញុំគិតថាសមរម្យសម្រាប់បងប្អូនក្នុងការញ៉ាំហើយជាពិសេសបងប្អូនដែលរស់នៅទឹកខ្មៅខ្ញុំជឿជាក់ថាច្បាស់ជាស្គាល់កន្លែងគាត់មែនតើហើយអ្នកនរគ្នាដែលធ្លាប់បានញ៉ាំនៅកន្លែងបងប្រុសអាចជួយរីកមិនផងសម្រាប់រសជាតិមិនដែរប៉ុន្តែសម្រាប់ខ្ញុំរសជាតិខ្ញុំអាចទទួលយកបានហើយកន្លែងគាត់និយាយទៅមនុស្សច្រើនណាស់ពិសេសពេលល្ងាចហ្នឹងមកពីព្រោះមានបងប្អូនគាត់ហាត់ប្រាណនៅខាងមជួរមាត់ទន្លេពេលដែលគាត់ហាត់ហើយគាត់តែចូលមកញ៉ាំនៅកន្លែងខាងបងប្រុសហើយអញ្ចឹងទីតាំងរបស់គាត់ងាយស្រួលរកមជួរមាត់ទន្លេហ្នឹងពេលណាគាត់ស្គាល់ដែរ09លតឆាបាយឆានៅកន្លែងរបស់គាត់ហើយអ្នកនរខ្ញុំតាមខាងគាត់ខ្ញុំនឹងដាក់លេខទូរស័ព្ទគាត់ទីតាំងលីងនៅខាងក្រោម comment អូខេអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះអរគុណបាយបាយ